con bông bông na khá đôi con nhom bông bông nơi từ xa vậy bị thang ngọ ngô mũi mạ năng là bay bên xa hưởng tên chương mòn បន្ទាប់ពីបានប្រើជាមួយនឹងលេស Snow White អស់ចំនួន3កំប៉ុងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជឿជាក់ជាខ្លាំងមែនតើចាលេស Snow White នេះចាមិនត្រឹមតែជាមួយនឹង feedback របស់ខ្ញុំទេចា feedback បងប្អូនអាចមើលជាមួយនឹង feedback ជាច្រើនរបស់បងប្អូនចាដែលគាត់លាបហើយគឺស្បែកស្អាតពិតៗចាសម្រាប់កំប៉ុងនេះគឺខ្ញុំចូលដល់កំប៉ុងទី3ហើយកំប៉ុងទី3នេះក៏ចិត្តអស់ផងដែរចាអញ្ចឹងលេស Snow White របស់យើងគឺជាប្រភេទលេមួយដែលផ្សំឡើងជាមួយនឹងចា gluta Arbutin វីតាមីន B3 វីតាមីន E Avlorothat Extract Blueberry ចាលាបហើយធ្វើឲ្យស្បែកស្អាតរលោងម៉ត់បានល្អកាត់បន្ថយស្នាមកាត់បន្ថយខ្មៅបានល្អខ្លាំងមែនទែនអ្វីដែលសំខាន់ជាមួយនឹង លេស Snow White គឺជាប្រភេទលេដែលលាបឲ្យសម៉ត់ចាមិនមែនជាលក្ខណៈថាជាប្រភេទ baby លេប baby បងប្អូនលាបឲ្យឃើញតែម្សៅនៅលើដៃតែនេះអត់ទេបងប្អូនលាបឲ្យបងប្អូនឃើញស្បែកស្អាតបែបលក្ខណៈថាធម្មជាតិតែម្ដងចឹងបានសល់ខ្លាំងណាបងប្អូនកុំភ្លេចចាពាក់ស្រោមដៃផងឥឡូវកំពុងមាន promotion discount 50% បងចឹងមិនបងប្អូនអាចធ្វើការឆាតមកបានចាអញ្ចឹងថ្ងៃនេះគឺថាអត់ដឹងថាត្រូវគិតធ្វើអីទេនៅក្នុងទូមានទ្របចាទ្របនឹងបេះមកពីផ្ទះមកហើយជើងមាន់នេះគឺថាអូនមង្គលឡាំប៉ានៅផ្សារខ្លាំងមែនតើខ្ញុំថាអត់ទិញជើងមាន់ទេកូនប៉ុន្តែគេថាចង់ញ៉ាំជើងមាន់ខ្លាំងមែនតើពេលអញ្ចឹងហើយអត់ដឹងថាត្រូវធ្វើម្ហូបអីព្រោះអាទៀនក៏ហើយអាំងក៏ហើយអញ្ចឹងទៅចាជើងមាន់ក៏ដឹកថាយើងស្លម្ជូរគ្រឿងទៅចាហើយនេះគឺថាម្ជូរគ្រឿងបែបថ្មីណាបងជូរគ្រឿងបែបថ្មីតែម្ដងបងនេះមកទៀតយើងដាក់កោគ្រឿងចូលមកមានម្ទេសមានដីមានកូលខៃចាមានជាមួយនឹងអីទេបងប្អូនយូរទៅឥឡូវនេះគឺថាវ័យយើងកាន់តែអាយុច្រើនទៅចេះតែផ្លេចអំពើទុំចាប្រាប់ឲ្យយើងដាក់អំពើទុំចាដាក់ជាមួយប្រហុកដាក់អីចូលចឹងណាបងប្អូនចាតើមកយើងធ្វើការកូរចឹងមកចាពេលដែលកូរមើលទៅរៀងឈ្ងុយរៀងអីហើយចាខ្ញុំដាក់ជាមួយនឹងចាជើងមាន់ចូលពួកខ្ញុំគិតថាចេះគិតថាបុកគ្រឿងដែរប៉ុន្តែខ្ញុំគិតថាបើយើងដំចឹងទៅវាជារឿងដូចតែគ្នាតែម្យ៉ាងចឹងណាកុំឲ្យយើងពិបាកបុកគ្រឿងអីចឹងទៅនេះគេហៅថាការស្លឆ្នៃទៅបែបរៀងខ្លួនចឹងណាបងប្អូនប៉ុន្តែរសជាតិវិញគឺអែមខ្លាំងមែនតើហើយជើងមាន់នេះបងប្អូនអើយឲ្យអ្នកលក់នឹងកាប់ជើងនឹងជា2គេអត់កាប់ជើងជា2ឲ្យចាបន្ទាប់មកដាក់បងទ្រប3យើងចូលនឹងចាហើយទ្របនេះបងប្អូនទ្របខ្សែទៀតនិយាយពីថារសជាតិវិញនិយាយពីថាអែមញាក់សាច់បងប្អូននិយាយពីថាញ៉ាំតទេញ៉ាំមួយបុកល្ហុងអីបងប្អូនណាឆ្ងាញ់ខ្លាំងមែនតើហើយសម្រាប់ខ្ញុំផ្ទាល់រឿងបុកល្ហុងអីហ្នឹងឲ្យបងប្អូនឲ្យទៅគ្រឿងផ្អាប់និយាយពីថាចូលចិត្តខ្លាំងមែនតើគេហៅថាមនុស្សយើងនៅពេលដែលវ័យកាន់តែច្រើនឡើងទៅចាលេងចង់សូវញ៉ាំសាឡញ៉ាំអីហើយបងប្អូនហើយប៉ុន្តែសាឡពេលដែលយើងញ៉ាំហើយគឺជួយផ្ដល់កម្លាំងឲ្យយើងបានច្រើនអញ្ចឹងណាបងប្អូនចាហើយសម្រាប់ម្ហូបមួយមុខនេះបងប្អូនធ្វើលឿនចាហើយជើងមាន់របស់យើងគឺយើងបង្ងាស់តា2-3អំពុះអីឆ្អិនល្មមញ៉ាំតែម្ដងបងប្អូនហើយសាឡនេះអាចបាន